ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរមានមុខម្ហូបថ្មីមួយមុខទៀតមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាវាឆាតៅហ៊ូជាមួយគ្រឿងចិនណាហើយមុខម្ហូបមួយមុខនេះយើងធ្វើញ៉ាំមួយបាយក៏បានធ្វើខ្លែមើលក៏រឹតតែអេមទៀតចាអញ្ចឹងជាដំបូងឡើយគឺយើងត្រូវមានខ្ទឹមច្រាមនោះខ្លះទៅស្លឹកខ្ទឹមជាមួយនឹងគ្រឿងមានគ្រឿងចិនជាគោលរបស់យើងហើយនឹងបន្លែដូចជាផ្សិតហើយនឹងពោតប្រាំងយើងចង់ដាក់បន្លែអីផ្សេងទៀតក៏បានដែរតាមចំណង់ចំណូលចិត្តណាបន្ទាប់ពីយើងរៀបចំបន្លែរួចហើយយើងដាក់ទៅហ៊ូរបស់យើងពងទៅពងវាឲ្យក្រៀមល្អឲ្យឡើងក្រហមតិចទៅបានពេលដែលយើងឆាទៅវាអត់បែកសាច់ហើយសាច់ទៅហ៊ូយើងស្រួយល្អចាបន្ទាប់ពីក្រហមហើយយើងធ្វើការដាក់ខ្ទឹមច្រាំនេះចូលដើម្បីលីងវាឲ្យឈ្ងុយណាយើងធ្វើការរំលីងខ្ទឹមផុសយើងឲ្យវាឡើងជើងក្រងចឹងយើងមើលឃើញថាខ្ទឹមរបស់យើងរៀងឡើងជើងក្រងទៅហើយអញ្ចឹងយើងចាប់ផ្ដើមឆាខ្ទឹមពងមួយយើងជាមួយនឹងតាហ៊ូឲ្យវាចូលសក់គ្រឿងមួយគ្នាឲ្យវាឈ្ងុយខ្ទឹមណាហើយបន្តមកទៀតគឺយើងចាប់ផ្ដើមធ្វើការដាក់គ្រឿងនេះគឺខ្ញុំប្រើគ្រឿងប្រឡាក់អាំងសាច់ចូលចិត្តរសជាតិហ្នឹងយើងអាចឆាជាមួយគ្រឿងស៊ីខនក៏បានឲ្យតែគ្រឿងចិនប្រភេទណាដែលយើងចូលចិត្តចឹងហើយខ្ញុំលាយជាមួយនឹងម្ទេសឆាផុសចិនដែរដាក់វាឆាជាមួយគ្នាហើយខ្ញុំកូរវាឲ្យចូលជាតិគ្រឿងបានល្អបន្តមកទៀតខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងទេសមានអំបិលស្ករប៊ីចេងតាមចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗតពីយើងដាក់គ្រឿងរួចហើយយើងធ្វើការកូរគ្រឿងរបស់យើងជាមួយនឹងតាហ៊ូឲ្យចូលជាតិជាមួយនឹងគ្នាសល្អបន្តមកទៀតយើងធ្វើការបន្លែរបស់យើងចូលមានពោតប្រាំងយើងចុករួចនេះជាមួយនឹងទឹកយើងចាក់ចូលរួចយើងកូរបន្លែរបស់យើងឲ្យចូលគ្នាសល្អអាចនឹងថែមទឹកបន្តិចទៅដើម្បីពេលយើងឆាទៅកុំឲ្យវាខ្លោចហ្នឹងហើយយើងឆាខ្ទង់តែ 2-3 នាទីទៅព្រោះទឹកឲ្យពោតប្រាំងវាឆាប់ឆ្អិនដែរបន្ទាប់ពីយើងឆាឆ្អិនហើយយើងធ្វើការភ្លក់ទៅបើសិនជារសជាតិរបស់យើងអូខេហើយគឺយើងអាចធ្វើការបន្ថែមស្លឹកខ្ទឹមយើងធ្វើការដាក់ស្លឹកខ្ទឹមនេះគឺដើម្បីឲ្យរសជាតិមុខម្ហូបឆារបស់យើងឲ្យកាន់តែឈ្ងុយនិងបន្ថែមរសជាតិបន្ថែមទៀតចឹងឥឡូវនេះដែរមុខម្ហូបរបស់យើងគឺបានឆ្អិនរួចរាល់ហើយសម្រាប់ពុកម៉ែបងប្អូនចង់ធ្វើការសាកតេស្តពូតៅហ៊ូហើយនឹងបន្លែទាំងអស់នេះងាយរកហើយបន្លែក៏ធ្វើដែរបានរួចមុខម្ហូបមុខដែររសជាតិនេះគឺឆ្ងាញ់អេមតែម្ដងហូបជាមួយបាយក៏បានក្លែមស្រាក៏បានដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាប